นโยบายไทยนี่คือปะนิยุรัฐมนตรีจำประเทศไทยว่าดัดปะดัดตีขนมการรอบสลักชนะดำบงดำนังนี่คือเหมือนแมนจีดำนังละอมาในบองโปนខ្ញុំថាដំណឹងដែលថាលោកអនុទិនច័ន្ទវរៈគុលដែលគណៈបកភូមិใจไทยនេះដែលជារដ្ឋនាយករដ្ឋមន្ត្រីចាំផ្ទះថៃហើយស្រាប់តែបានសំទោសបានសម្លេងឆ្នោតនាំមុខគេនឹងអាចក្លាយទៅជានាយករដ្ឋមន្ត្រីបន្តសម្រាប់រដ្ឋាភិបាលថ្មីនេះអ្នកដែលខកចិត្តជាងគេបំផុតណាបងប្អូនដឹងនរណាគេហ៎គឺលោកកៅរមីហើយដែរខ្ញុំថាលោកកៅរមីនឹងខកចិត្តជាងគេមុនគេព្រោះលោកកៅរមីដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជានេះធ្លាប់សរសេរសារលើកទឹកចិត្តឲ្យប្រជាពលរដ្ឋថៃកុំបោះឆ្នោតឲ្យលោកអនុទិនច័ន្ទវរៈគុលនេះជាប់ឆ្នោតព្រោះលោកអះអាងថាតើលោកច័ន្ទវរៈគុលជាប់ឆ្នោតគឺសង្គ្រាមដោះស្រាយចំនួនព្រំដែនខ្មែរថៃគឺអត់អាចជានីគ្នាទេព្រោះអីថាលោកអនុទិនច័ន្ទវរៈគុលគឺជាមនុស្សញៀនសង្គ្រាមហើយភាសាហ្នឹងគឺថៃគេថាអត់គម្របហ្នឹងគេរករឿងលោកណែកែវរមីហ្នឹងមែនតើក៏ប៉ុន្តែចុងក្រោយដល់លោកអនុទិនច័ន្ទវរៈគុលមុនបោះឆ្នោតហ្នឹងគាត់ថាម៉េចហ៎គាត់ថាបើសិនជាលោកអនុទិនច័ន្ទគាត់ថាដើម្បីឲ្យត្រូវនឹងអ្វីដែលលោកកៅរមីដែលជាគេថាកម្ពុជាអត់ចូលចិត្តគាត់យើងត្រូវធ្វើយ៉ាងម៉េចឲ្យប្រជាប្រដ្ឋថៃហ្នឹងខ្លាំងក្លាឬក៏រឹងមាំតបទៅកម្ពុជាវិញថាយើងមិនចោះញោមតាមនយោបាយចិត្តសាស្ត្ររបស់កម្ពុជាអញ្ចឹងបោះឆ្នោតឲ្យគាត់ហ្មងមើលដើម្បីឲ្យគាត់ឈ្នះឆ្នោតដើម្បីតតាំងជាមួយលោកកៅរមីនៅរដ្ឋាភិបាលកម្ពុជាពេលគាត់ជាប់ឆ្នោតឃើញគ្រោះថ្នាក់នេះបងប្អូនលោកកៅរមីអាចខកចិត្តប៉ុន្តែរឿងដែលអ្នកដែលប៉ះពាល់ខ្លាំងជាងគេគឺប្រជាជាតិកម្ពុជាទាំងមូលហើយអ្នកដែលខកចិត្តទី2គឺជាការពិតហើយគឺរដ្ឋាភិបាលកម្ពុជាទាំងមូលដែលមិនអាចទៅត្រូវរើគ្នាជាមួយលោកអនុទិនច័ន្ទវរៈគុលឯកាទេព្រោះអីលោកហ៊ុនសែនក្រោយពីរំលាយក្រុមគ្រួសារតកូលហ៊ុនតកូលថាក់ស៊ីនចោលបាត់មកនៅក្នុងឆាកនយោបាយហ្នឹងគឺគាត់កកោកកាយបើកអំពីលោកអនុទិនច័ន្ទវរៈគុលហ្នឹងមកសុំយោបល់នេះសុំយោបល់នោះជារឿងកិច្ចការសម្ងាត់មួយចំនួនដែលយើងទុកស្ពានដើរហ្នឹងគឺលោកហ៊ុនសែនរើស្ពានហ្នឹងចោលអស់ហើយអញ្ចឹងបើលោកអនុទិនច័ន្ទវរៈគុលនេះជាប់ជានាយករដ្ឋមន្ត្រីហើយគឺជាកម្មអកុសលសម្រាប់កម្ពុជា 4-5 ឆ្នាំទៅមុខទៀតហើយរឿងចំនួនព្រំដែននេះគឺដឹងអវេទនីប៉ុន្តែបងប្អូនម្ដងទៀតកុំឲ្យរឿងនយោបាយថៃវល់នៅក្នុងគំនិតរបស់បងប្អូនគិតថាសង្ឃឹមភ្លើងយក្សអីសោះខ្ញុំបានជម្រាបបងប្អូនហើយនយោបាយថៃនេះណាជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក៏អត់បានសុខដែរអត់មានសុខអីជាមួយរឿងព្រំដែនទេហើយកុំទៅសុំភ្លើងយក្សកុំទៅអង្វរថៃកុំទៅអោបជើងថៃកុំទៅខ្វល់រឿងអ្នកណាជាប់ឆ្នោតព្រោះយើងបំផ្លាញគេចោលអស់ដែរខាងនយោបាយយើងហ្នឹងគឺយើងបំផ្លាញគេដែរយើងរើស្ពានចោលអស់ហើយយើងទៅសង្ឃឹមអីគេទៀតអ្នកណាក៏គេអត់ត្រូវជាមួយយើងហើយកុំបាច់ឆ្ងល់ប៉ុន្តែនៅពេលដែលយើងអត់សង្ឃឹមជាមួយអីហ្នឹងយើងទៅអោបជើងគេហ្នឹងក៏អត់បានប្រយោជន៍គេធាក់យើងងាប់សំខាន់គឺយើងត្រូវប្រើយន្តការអន្តរជាតិគឺតុលាការអន្តរជាតិឯណាអញ្ចឹងហើយបានថាបងប្អូនខ្មែរយើង17លាននាក់ឈប់និយាយពីរឿងខ្វល់រឿងថៃណាជាប់ឆ្នោតថៃណាមិនជាប់ឆ្នោតនាយករដ្ឋមន្ត្រីណារដ្ឋមន្ត្រីណារដ្ឋាភិបាលណារបស់ថៃកុំខ្វល់អត់ប្រយោជន៍ទេអ្នកណាជាប់ក៏អត់ប្រយោជន៍ដែរសំខាន់គឺខ្វល់រឿងយើងនេះតើយើងទៅតតាំងជាមួយរដ្ឋាភិបាលកម្ពុជាឲ្យគាត់ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមព្រៀងអន្តរជាតិថ្ងៃណាឆាប់ពេលណាហើយកុំទៅសង្ឃឹមភ្លើងយក្សបាទអញ្ចឹងនយោបាយថៃនេះគឺបងប្អូនម្ដងទៀតគឺវាទៅហើយលោកអនុទិនច័ន្ទវរៈគុលនឹងនឹងខ្លាយទៅជានាយករដ្ឋមន្ត្រីរបស់ថៃហើយមិនមានអីភ្ញាក់ផ្អើលទេបើសន្ទុះប៉ុណ្ណឹងប៉ុន្តែស្អែកយើងតាមដានតទៅទៀតវាអត់មានរឿងដាច់ភ្លើងទេបងប្អូនរឿងដាច់ភឹងចេះហើយនេះគឺអត់មានដាច់ភ្លើងហើយស្រាប់ទៅមកចេញលោកគណៈបកភឿថៃរបស់តកូលថាក់ស៊ីននឹងឈ្នះវ៉ាដាច់វិញឬក៏រឿងបញ្ញវុធវ៉ាដាច់វិញវាអត់មានទេព្រោះអីគណៈបកនយោបាយគេច្បាស់នឹងប្រព័ន្ធបោះឆ្នោតគេមានតម្លាមានអីអញ្ចឹងហើយមេបកដែលលេខ2ហ្នឹងគឺប្រកាសខ្លួនថាខ្លួនចាញ់ហើយមិនអីតែសុំធ្វើបកប្រឆាំងអញ្ចឹងបាត់ទៅហើយអញ្ចឹងទៅណាដូច្នេះគឺវាច្បាស់អញ្ចឹងហើយបើដាច់ភ្លើងក៏វាដូចអត់មានអីប្លែកដែរព្រោះមេបកប្រឆាំងគឺគេប្រកាសថាគេនៅតែជាបកប្រឆាំងអញ្ចឹងទៀតចោះមិនអីទេមិនឈ្នះឆ្នោតក៏ដោយ